ចាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះឆ្លើយមកឆ្លើយតបជាមួយនឹងប្អូនស្រីគាត់សួរខ្ញុំថាខ្ញុំធ្វើការអីគេពី3កន្លែងចាអញ្ចឹងមកមើលវីដេអូនេះណានេះហើយជាការងារប្រចាំថ្ងៃរបស់បងពេលព្រលឹមពីម៉ោង8កន្លះដល់ម៉ោង10កន្លះចានេះហើយរៀបបន្ទប់សម្រាប់មនុស្សចាស់គាត់មកស្នាក់នៅមួយអាទិត្យឬ2អាទិត្យអីចឹងទៅហើយគាត់ទៅវិញចឹងទៅហើយខ្ញុំមានតួនាទីរៀបចំបន្ទប់ខ្វាក់លាងបន្ទប់ទឹកលាងអីគ្រប់សពគ្រប់បែបយ៉ាងទាំងអស់ហ្នឹងនៅក្នុងបន្ទប់ហ្នឹងចាហ្នឹងហើយសកម្មភាពចាធ្វើរាល់ថ្ងៃនេះហើយការងាររបស់ខ្ញុំហើយគាត់មកនៅនឹងកន្លែងខ្ញុំធ្វើការនេះជាកន្លែងទី1នេះកន្លែងតាមជនបទអ្នកនរគ្នាឥឡូវធ្វើការរួចហើយត្រឡប់មកវិញហើយនេះតាមដងផ្លូវដែលខ្ញុំជិះត្រឡប់មកវិញនេះមើលទេសភាពកន្លែងហ្នឹងកន្លែងតាមជនបទទេអ្នកនរគ្នាចានេះកន្លែងទី1